សម្រាប់បងប្អូនដែលគាត់ចូលចិត្តញ៉ាំគ្រឿងម្ជូរខ្ញុំធានាបានថាពេលដែលគាត់ឃើញចាស់នៅការបង្ហាញសម្រាប់វីដេអូនៅក្នុងថ្ងៃនេះខ្ញុំជឿថាគាត់ប្រាកដជានឹកឃើញឃ្លានចង់ញ៉ាំហើយអង្គុយស្រក់ទឹកមាត់តែម្ដងសម្រាប់ខ្ញុំផ្ទាល់ណាក៏ខ្ញុំចូលចិត្តសម្រាប់នេះគឺផ្លែបំពេញរាជ្យដែលយើងហៅភាសាបែបសាមញ្ញៗថាផ្លែកំពីងរាជ្យផ្លែកំពីងរាជ្យនេះគឺថាមានរសជាតិជូរអែមឆ្ងាញ់ហើយបើសិនជានៅក្នុងរដូវកាលដែលសម្បូរវិញណាគឺថាងាយស្រួលក្នុងការរកញ៉ាំមែនទែនប៉ុន្តែបើសិនជានៅរដូវណាដែលមិនមានផ្លែនេះលក់ទេគឺថាពេលដែលនឹកឃើញថាឃ្លានហ្នឹងក៏មិនដឹងថាអាចរកទិញបាននៅទីណាដែរអញ្ចឹងឥឡូវនេះយើងមកចែករំលែកពីរបៀបនៃការត្រាំជាមួយនឹងផ្លែកំពិតរបស់យើងទាំងអស់គ្នាថ្ងៃនេះខ្ញុំមានផ្លែកំពីងរាយប្រហែលជាង1គីឡូចាខ្ញុំបានធ្វើការចិតសបកហ្នឹងយើងចិតផ្នែកណាដែលវារៀងរឹងហ្នឹងចេញចោលណាយើងចិតរៀងច្រើនដែរអ្នកទាំងអស់គ្នាកាលណាដែលយើងចិតសម្បកវារៀងស្ដើងពេកវានៅសល់សាច់ខាងលើដែលវាមានសភាពរឹងពេលដែលយើងត្រាំទៅគឺថាសាច់កំពីងរាយយើងគឺវាអត់បានទន់ល្អទេសម្រាប់អំបាញ់មិញនេះគឺទឹកនេះគឺខ្ញុំបានចាប្រើជាមួយនឹងទឹកក្តៅរៀងអ៊ុនៗណាទាំងអស់គ្នាហើយខ្ញុំធ្វើការលាយជាមួយនឹងអំបិលម៉ត់យើងពីស្លាបព្រាបាយចាដើម្បីធ្វើការត្រាំកំពីងរាជយើងឲ្យវានៅពណ៌សល្អកុំឲ្យកំពីងរាជយើងឡើងពណ៌ខ្មៅណាទាំងអស់គ្នាហើយបន្ទាប់ពីធ្វើការចិតសម្បកបានរួចរាល់ហើយខ្ញុំក៏បន្តធ្វើការចិតផ្លែកំពីងរាជយើងជាចំណិតតូចចាដើម្បីឲ្យងាយស្រួលក្នុងការពេលដែលយើងត្រាំទៅផ្លែកំពីងរាជយើងរហ័សនឹងងាយចូលជាតិបានល្អអ្នកទាំងអស់គ្នាចាប៉ុន្តែសម្រាប់អ្នកទាំងអស់គ្នាក៏អាចចិតតាមរបៀបនៃការចូលចិត្តរបស់អ្នកទាំងអស់គ្នាដែរអញ្ចឹងឥឡូវបន្ទាប់ពីធ្វើការចិតផ្លែកំពីងរាជយើងជាចំណិតស្ដើងចាវាបានរៀងសព្វល្អហើយខ្ញុំក៏យកផ្លែកំពីងរាជយើងមកធ្វើការរៀងសង្កត់តិចណាអ្នកទាំងអស់គ្នាសង្កត់ឲ្យវារៀងតប៉ែតដើម្បីឲ្យពេលដែលយើងដាក់ត្រាំចូលទៅវាងាយនឹងចូលជាតិហើយនឹងមានរសជាតិឆ្ងាញ់ណាអ្នកទាំងអស់គ្នាចាអញ្ចឹងអ្នកទាំងអស់គ្នាក៏អាចធ្វើដូចខ្ញុំអញ្ចឹងក៏បានអ្នកទាំងអស់គ្នាចាពេលដែលយើងសង្កត់ទៅគឺថាផ្លែកំពីងរាជយើងមានអារម្មណ៍ថាវាញែកស្អាតណាអ្នកទាំងអស់គ្នាហើយសំខាន់ហ្នឹងក៏រហ័សនឹងចូលជាតិដែរពេលដែលយើងត្រាំគឺយើងអត់ចំណាយពេលក្នុងការត្រាំហ្នឹងយូរថ្ងៃទេអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីធ្វើការសង្កត់ផ្លែកំពីងរាជហ្នឹងបានរួចរាល់ហើយខ្ញុំក៏បានជ្រើសរើសយកកែវថ្មដើម្បីធ្វើការដាក់ត្រាំណាអ្នកទាំងអស់គ្នាហើយទឹកដែលយើងបានលាយជាមួយនឹងអំបិលហ្នឹងគឺយើងអត់ចោលទេយើងក៏ចាក់ចូលទៅក្នុងកន្លដើម្បីធ្វើការត្រាំកំពីងរាជហ្នឹងតែម្ដងសម្រាប់រយៈពេលនៃការត្រាំផ្លែកំពីងរាជនេះគឺខ្ញុំត្រាំរយៈពេល12ម៉ោងអ្នកទាំងអស់គ្នាចាបើសិនជាអ្នកទាំងអស់គ្នាអាចទុករហូតបានមួយថ្ងៃឬមួយក៏មួយកន្លះអីក៏អត់បញ្ហាដែរវាអត់ខូចទៅណាទេហើយបន្ទាប់ពីធ្វើការដាក់ត្រាំផ្លែកំពីងរាជរាល់ហើយខ្ញុំក៏មកបន្តធ្វើការលាយបុកជាមួយនឹងអំបិលម្ទេសណាអ្នកទាំងអស់គ្នាហើយសម្រាប់អំបិលម្ទេសហ្នឹងគឺគ្រឿងផ្សំគឺថាដូចតែអ្នកទាំងអស់គ្នាបុកអញ្ចឹងដែលយើងមានស្ករអំបិលប៊ីចេងម្សៅស៊ុបម្ទេសទៅតាមចំណង់ចំណូលចិត្តប៉ុន្តែសម្រាប់ម្ទេសហ្នឹងក៏ខ្ញុំលាយជាមួយនឹងម្ទេសអាចសាត់ដែរអ្នកទាំងអស់គ្នាគឺថាមានរសជាតិហឹរណាហើយបន្ទាប់មកខ្ញុំបានបន្ថែមជាមួយនឹងបង្គាក្រៀមដើម្បីឲ្យអំបិលរបស់យើងវាមានសភាពរសជាតិកាន់តែឆ្ងាញ់ហើយឈ្ងុយណាទាំងអស់គ្នាអញ្ចឹងអំបិលនេះយើងអាចហៅបានថាអំបិលបង្គាហ្មងទៅដោយសារតែយើងបានបន្ថែមបង្គាក្រៀមណាអ្នកនរគ្នាឥឡូវខ្ញុំបានធ្វើការបុកម្ទេសយើងរួចរាល់ហើយគឺថាទំនងខ្លាំងមែនតើអញ្ចឹងឥឡូវគ្រប់រយៈពេល12ម៉ោងហើយឥឡូវគឺខ្ញុំបានមកអ៊ុតមើលជាមួយនឹងផ្លែកំពីងរាជរបស់យើងគឺថារសជាតិហ្នឹងគឺវាចូលល្អអ្នកទាំងអស់គ្នាហើយសំខាន់ផ្លែកំពីងរាជយើងគឺនៅពណ៌សល្អខ្លាំងមែនតើអ្នកទាំងអស់គ្នាគឺអត់មានឡើងប្រែពណ៌ទៅជាខ្មៅទេណានិយាយទៅសម្រាប់ផ្លែកំពីងរាជដែលមានរសជាតិឆ្ងាញ់ហ្នឹងគឺលុះត្រាតែផ្លែកំពីងរាជហ្នឹងពេលដែលយើងត្រាំទៅវានៅពណ៌សម្បុរសល្អហើយសំខាន់គឺសាច់ទន់ល្មើយតែម្ដងអញ្ចឹងឥឡូវបន្ទាប់ពីធ្វើការយកផ្លែកំពីងរាជយើងចេញមកអំបិលបង្គាដែលខ្ញុំបានបុកអំបាញ់មិញហ្នឹងគឺខ្ញុំយកមកប្រឡាក់ជាមួយនឹងសាច់កំពីងរាជយើងណាអ្នកទាំងអស់គ្នាដើម្បីឲ្យកំពីងរាជយើងកាន់តែមានរសជាតិឆ្ងាញ់អ្នកទាំងអស់គ្នាយើងអាចញ៉ាំបែបនេះក៏បានយើងក៏អាចយកមកហាជ្រលក់ជាមួយនឹងអំបិលក៏បានដែរប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាយកមកប្រឡាក់ជាមួយនឹងអំបិលម្ទេសបែបនេះគឺខ្ញុំធានាថារសជាតិគឺថាឆ្ងាញ់ខ្លាំងមែនតើអ្នកទាំងអស់គ្នាហើយសម្រាប់សាច់កំពីងរាជគឺថាឡើងទន់ល្មើយពេលដែលយើងប្រឡាក់ជាមួយអំបិលបែបនេះគឺថារសជាតិអ្នកទាំងអស់គ្នាខ្ញុំធានាបានថា10លើ10តែម្ដងសម្រាប់របៀបនៃការធ្វើអ្នកទាំងអស់គ្នាក៏អាចចែករំលែកជាមួយខ្ញុំនៅខាងក្រោម comment បើសិនជាមាន
ចាកំហុសខុសឆ្គងឬមួយក៏អ្នកទាំងអស់គ្នាមានវិធីឬមួយក៏ការចែករំលែកផ្សេងក្នុងការត្រាំផ្លែកំពីងរាជនេះឲ្យមានរសជាតិឆ្ងាញ់យើងក៏អាចចែករំលែកជាមួយគ្នានៅខាងក្រោមវីដេអូណាអញ្ចឹងសម្រាប់ថ្ងៃនេះគឺជាថ្ងៃទី14ជាថ្ងៃនៃបុណ្យពិធីបុណ្យជាតិរបស់យើងអ្នកទាំងអស់គ្នាបុណ្យប្រពៃណីជាតិបុណ្យចូលឆ្នាំខ្មែរហើយខ្ញុំក៏សូមជូនពរទៅដល់អ្នកទាំងអស់គ្នាឲ្យជួបតែសំណាងល្អមានសុខសុភមង្គលនៅក្នុងគ្រួសារប្រាថ្នាអ្វីបានសម្រេចដោយបំណងហើយសង្ឃឹមថាជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតជាមួយនឹងវីដេអូថ្មីៗនៅការចែករំលែកជាមួយនឹងមុខម្ហូបប្រចាំថ្ងៃរបស់ខ្ញុំណាបាយបាយ